បាទពីខ្ញុំបាទចង្រាសូមអនុញ្ញាតគោរពពុកម៉ែអូនពុំមីងបងប្អូនជាទីគោរពខ្ញុំមកបង្ហាញពីចំណុចទី3តិចដែលយើងនិយាយពីទៅយកទឹកស្អាតដែលចេញមកពីក្នុងផ្ទះដូចជាឡាវបោស៊ីងលាងចាននិងស៊ីហ្វុងឬក៏ទឹកខ្លះទៀតបាទទឹកនេះគឺយើងហូរចេញពីក្នុងផ្ទះមកយើងចូលមកអាងធំតែម្ដងដែលអាងធំនេះគឺជាទឹកស្អាតដែលយើងចម្រាញ់កាកនិងចម្រាញ់ក្លិនរួចរាល់ដែលចេញមកពីអាងទី1ទី2និងចូលមកអាងទឹកស្អាតនេះទី3សម្រាប់ទៅយកទឹកស្អាតនេះយើងប្រើជាប្រភេទទៅយកប៉ែតដែលយើងប្រើកទាទប់ក្លិនបានន័យថានៅកន្លែងនេះគឺមានទឹកដក់ពេលដែលយើងប្រើចេញមកពីក្នុងផ្ទះនៅកន្លែងនេះគឺមានទឹកដក់សម្រាប់ទប់ក្លិនកុំឲ្យក្លិនហ្នឹងវាភាយតាមរយោហ្នឹងចូលទៅមានក្លិនស្អុយនៅក្នុងផ្ទះបាទនេះជាចំណុចសំខាន់បាទហើយក៏សូមអរគុណពុកម៉ែអូនពូមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូខ្ញុំបានកន្លងមកក៏សូមជូនពរពុកម៉ែអូនពូមីងបងប្អូនទាំងអស់មានសុខភាពល្អរកស៊ីទទួលទានមានបានគ្រប់គ្នាបាន